ហ្នឹងហើយបងប្អូនគ្នាមកយ៉ាងហ្នឹងគឺខ្ញុំអត់ចង់និយាយរឿងប្រទេសថៃទេប៉ុន្តែបន្ទាប់ពីឃើញការផុសរបស់សារព័ត៌មានវានេះខៅសនេះផុសមកផុសហ្នឹងហើយគឺនៅអត់ស្ងៀមហ្មងគឺវាឆេះក្នុងខ្លួននៅអត់ស្ងៀមចង់និយាយដឹងវាផុសហើយវានិយាយថាម៉េចវាថាក្រោយការរាយការណ៍របស់អង្គការសហប្រជាជាតិវាបានរកឃើញថាប្រទេសកម្ពុជារបស់យើងកំពុងជួបបញ្ហាសេដ្ឋកិច្ចយ៉ាងខ្លាំងដោយសារតែការបាត់ព្រំដែនជាមួយនឹងប្រទេសរបស់វានឹងឯងពលករគឺมันអាចទៅធ្វើការនៅប្រទេសវាធ្វើឲ្យมันមានចំណូលចូលនៅប្រទេសកម្ពុជាហើយទំនិញដែលมันអាចនាំចេញពីប្រទេសថៃចូលមកកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជារបស់យើងគឺខ្វះខាតអាហារនិងទំនិញប្រើប្រាស់នៅក្នុងប្រទេសយ៉ាងខ្លាំងវាផុសបែបហ្នឹងហើយវាផុសថែមទាំងនិយាយថាមានពលករប្រមាណជា7 លានអ្នកវិជាជាង90,000 អ្នកมันអាចទៅធ្វើការនៅប្រទេសវាវិញបានធ្វើឲ្យมันមានថវិកាចូលគ្រួសារខ្វះខាតយ៉ាងខ្លាំងហ្នឹងហើយវានិយាយបែបហ្នឹងមិនដឹងគួរនិយាយថាម៉េចណោះនឹងគួរនិយាយ deal វាថាម៉េចនិយាយថាម៉េចវាផុសបែបហ្នឹងអារឿងហ្នឹងវាយកមកផុសឲ្យថាយើងចេះចោះហ្នឹងហើយចុះអារឿងខាង UNESCO ដាក់ស្គាល់ទោសឲ្យជាមួយនឹងអង្គការខាង UN បកការដោះស្រាយបញ្ហាព្រំដែនជាបន្តនោះអត់ឃើញវាផុសនៅក្នុងសារព័ត៌មានប្រទេសវាទេទាំងខៅសតទាំងស្អីណាដែរអត់មានឃើញផុសទេប៉ុន្តែអារឿងបខាច់បខុយមកលើប្រទេសរបស់យើងដើម្បីឲ្យប្រជាជនវាសប្បាយចិត្តឃើញផុសរហូតហើយឃើញផុសមួយនេះហើយវារៀងវាក្តៅដែរណាមិនចេះយកមកនិយាយណាអ្នកទាំងគ្នា